Ok,អ្នកទាំងអស់គ្នាឥឡូវខ្ញុំនិយាយពីកាមេរ៉ាប្រវត្តិបន្តិចហើយខ្ញុំមានកាមេរ៉ាមួយដែលខ្ញុំប្រើពីដំបូងក្នុងការផលិតវីដេអូរយៈពេលចូល3ឆ្នាំហើយមើលទៅនេះគឺជាកាមេរ៉ា Fuji X-T30 ដែលខ្ញុំទិញដំបូងគេបំផុតហើយសមត្ថភាពការថតវីដេអូនៅរូបភាពគឺកប់ខ្លាំងមែនទែនប៉ុន្តែគាត់ថាវាឆាប់ក្តៅហើយនឹងអាចនឹងងាយឆេះនិយាយទៅសម្រាប់ការថតបើយើងថតបន្តិចរូបភាពអីហ្នឹងគឺអែមខ្លាំងមែនទែនអានេះ X-T30 នេះណាគឺវាដូចជា26ឬក៏26 megapixel ឬក៏24ខ្ញុំព្រៀបបាត់ហើយស្ពេចវាថត 4K ជាមួយនឹង lock វាគឺប្រភេទ Fuji lock ណាគឺថតបានស្អាតមែនទែនហើយវាតែ8 bit color តែអែមមែនទែនមកប៉ុន្តែខ្ញុំបានជាមួយនឹងកាមេរ៉ាថ្មីមួយទៀតគឺកាមេរ៉ា digital អានេះទិញពីកន្លែងទៅជួសមកទេប៉ុន្តែអានេះក៏អែមដែរថតបាន14 megapixel ហើយមួយចុងក្រោយគេដែលជាបំណងប្រាថ្នាខ្ញុំឥឡូវនេះវាបានសម្រេចគឺកាមេរ៉ា Lumix F5 Mark II អានេះក៏អែមដែរបងប្អូនប៉ុនជាងយេសម្រាប់ទាំង lens ទៅអីនេះច្រើនដែរតែហ្នឹងតែមិនអាហ្នឹងយើងគោលបំណងយើងចង់បានប៉ុណ្ណឹងក៏ប៉ុន្តែបើសិនជាគោលបំណងយើងចង់បានFX3 ហ្នឹងដឹងបាត់ណោះ